ស្ដីទាំងអស់គ្នាថ្ងៃនេះយើងត្រឡប់មកពិភាក្សាត្រឡប់ពីរឿងបន្តពីមុនយើងបានដឹងពីសាច់រឿងខ្លះៗមកហើយថ្ងៃនេះយើងនឹងមកពិភាក្សាអំពីតួអង្គម្នាក់ដែលជាគំរូនៃជនក្នុងការតស៊ូនោះគឺចៅចិនតើអ្វីដែលធ្វើឲ្យកូនកំព្រាម្នាក់នេះខ្លាយជាម្ចាស់វាសនាខ្លួនឯងបានទី1គឺអាវុធជាប់ខ្លួនគាថាអត្តហិអត្តនោនិធោមុនពេលឪពុកស្លាប់លោកបានផ្ដល់ជាទ្រព្យជាប់ខ្លួនតែមួយគត់ឲ្យចៅចិនគឺចំណេះដឹងនិងស្មារតីខ្លួនទីពឹងខ្លួននេះគឺជាចំណុចសំខាន់ណាស់នៅក្នុងលោកនេះបើគ្មានអ្នកជួយយើងត្រូវតែជាអ្នកដែលជួយខ្លួនឯងចៅចិនមិនបានអង្គុយយំសោកនឹងវាសនាទេគេបានកាន់សម្បត្តិណែនាំរួចធ្វើដំណើរទៅកាន់ទឹកដីបៃដិនភ្លាមដើម្បីរកការងារធ្វើទី2តម្លៃនៃជីវិតមានចំណុចមួយដែលមនុស្សជាច្រើនមើលរំលងគឺចៅចិនមិនមែនត្រឹមតែមានកម្លាំងបាយទេគឺគេមានចំណេះដឹងបច្ចេកទេសការដែលគេចេះបើករថយន្តគឺជាចំណុចរបត់ដែលធ្វើឲ្យលោកលួងរតនសម្បត្តិមើលឃើញពីតម្លៃរបស់គេលើសពីកម្មករដទៃមេរៀនត្រង់នេះបង្រៀនឲ្យយើងដឹងថាចំណេះដឹងនិងជំនាញគឺជាសម្បត្តិឆ្លងដែនទៅរកឱកាសទី3សិលធម៌និងភាពក្លាហានចរិតលក្ខណៈដែលធ្វើឲ្យចៅចិនឈ្នះចិត្តមនុស្សគ្រប់គ្នាគឺភាពខ្ជាប់ខ្ជួនមិនធ្វើការខ្ជិលច្រអូសឬទម្រាន់ឡើយសេចក្តីក្លាហានហ៊ានតតាំងជាមួយក្រុមចោរប្លន់ដើម្បីការពារម្ចាស់គុណរហូតដល់ខ្លួនឯងរងរបួសភាពថ្លៃថ្នូរទោះត្រូវលោកបលាត់មើលងាយឬឈ្នានីសក៏គេនៅតែរក្សាភាពត្រឹមត្រូវនិងការពារកិត្តិយសនាងខុននារីជានិច្ចទី4លទ្ធផលនៃការពុះពៀចុងក្រោយចៅចិនបានបង្ហាញថាតម្លៃនៃមនុស្សស្ថិតនៅលើសកម្មភាពមិនមែនស្ថិតនៅលើវណ្ណៈឡើយពីកម្មករជីកត្បូងគេបានក្លាយជាអ្នកកាន់បញ្ជីនិងជាកូនប្រសាររបស់លោកលោកនេះគឺជាជោគជ័យដែលកើតចេញពីការជឿជាក់លើខ្លួនឯងពិតៗសម្រាប់ទាំងអស់គ្នាតើទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះតួអង្គចៅចិនតើចំណុចណាដែលទាំងអស់គ្នាពេញចិត្តជាងគេប្រភាគក្រោយយើងនឹងមកវិភាគតួអង្គស្រីរបស់យើងវិញម្ដងគឺនាងខុននារីតើផ្កាកុលាបដ៏ឆ្មើឆ្មៃម្នាក់នេះផ្លាស់ប្ដូរចិត្តមកស្រឡាញ់កម្មករធម្មតាបានដោយរបៀបណានៅក្រោយខ្ញុំសូមអរគុណសូមទាំងអស់គ្នាជួយចុច like និង subscribe ដាក់រូបកណ្ដឹងដើម្បីជាការលើកទឹកចិត្តដល់ខ្ញុំបាទសូមអរគុណសូមជម្រាបលា